សម្លប្រហែលខ្យល់នេះឆ្អិនហើយណាកណងឲ្យបងប្អូនណាខ្យល់ស្រែជាមួយខ្យល់ស្រែអូនឹងហត់បាច់នេះខ្ចាយសួស្ដីថ្ងៃនេះយើងបានស្លប្រហើជាមួយនឹងខ្យល់ស្រែយើងឥឡូវយើងលាងទឹកហើយនេះបន្លែយើងមានស្លឹកបាសហើយនិងស្លឹកម្ទេសឥឡូវយើងមកទៅទាំងយើងបងខ្យល់ចូលចូលមកចាំយើងដាក់បន្លែតាមចូលយើងជុំហូបឥឡូវយើងគ្របវាទៅសិនហើយយើងបងខ្យល់ហើយយើងចាំដាក់គ្រឿងតាមចំណង់ចំណូលចិត្តបងប្អូនទាំងអស់គ្នាចង់បានបែបម៉េចដាក់តាមហ្នឹងទៅហើយយើងឡប់ហើយយ៉ាងនេះត្រូវដាក់ជាមួយនឹងហូបដើម្បីយកជាមួយជាតិដិតតិចហើយយើងទុកសានតិចទៀតយើងចាំដាក់ជាមួយនឹងបន្លែស្លឹកបាសយើងនេះស្លឹកបាសនេះវាឆាប់ហើយទេហាត់តន់ទេវាស្អាតទៅពេងមកប្តីគុំផលសំបីស្លហើយចេះទេគុំបងគួរថាយកគុំទៅសម្រាប់ធ្វើម្ហូបឥឡូវសម្លយើងក៏ចិត្តចាប់ដើមចិត្តឆ្អិនហើយយើងក៏បានដាក់បន្លែយើងចូលដែរបិទបាសយើងចូលដែរតាមប៉ុណ្ណឹងយើងមកតែនេះឆាប់ទន់បានស្គាល់ដល់យើងភ្លក់វាជាតិចូលយ៉ាងហើយយើងទៅចោលវា 4-5 នាទីនេះសម្លប្រហែលខ្យល់នេះឆ្អិនហើយណាកណងឲ្យបងប្អូនណាខ្យល់ស្រែជាមួយខ្យល់ស្រែអូនឹងហត់បាច់នេះខ្ចាយ